ជំរាបសួរពុកម៉ែបងប្អូននេះហើយគឺជាឆាកនៃកម្មវិធី Gainsbourg Golden Boy នៅទឹកដីផ្លូវវែងស្រេងរាជធានីភ្នំពេញគឺទីតាំងនៅជិតផ្សារ K-Mall បងប្អូនជិះនៅតាមបណ្ដោយបាទផ្លូវវែងស្រេងបាទជិតផ្សារ K-Mall នេះនឹងឃើញនៅឆាកដ៏ធំស្កឹមស្កៃបាទនៃកម្មវិធី Gainsbourg Golden Boy បាទចំណាំមិញបងប្អូនបាទឃើញក្រុមការងាររបស់យើងនេះដំឡើងបាទកម្ពុជាកន្លែងនេះរឿងខ្ពស់បន្តិចបាទកន្លែងនេះហើយគឺនឹងដាក់បាទរូបបាទគេថារូបបាទព្រំមុខ4បាទរូបព្រំមុខ4បាទតំណាងបាទឲ្យពានរង្វាន់ Golden Boy របស់យើងនៅខាងលើនោះគឺនៅចំកំពូលកន្លែងដោយផ្ទាល់បាទការបង្ហាញនៅអត្តសញ្ញាណវប្បធម៌បាទជាខ្មែររបស់យើងជាច្រើនទៀតជាពិសេសនឹងគឺប្រាសាទបុរាណខ្មែររបស់យើងដើម្បីជាការផ្សព្វផ្សាយទេសចរផងផ្សព្វផ្សាយពីគុណខ្មែរផងអញ្ចឹងមានន័យថាព្រួយមួយយើងបាញ់បានសัตว์ច្រើនបាទមានទាំងកីឡាករគុណខ្មែររបស់យើងបង្ហាញទាំងវប្បធម៌បាទសិល្បៈជាពិសេសគឺតំបន់ទេសចរនៃព្រះរាជាណាចក្រកម្ពុជារបស់យើងគឺមិនភ្លេចទេជាមួយនឹងការផ្សារភ្ជាប់បាទជាមួយនឹងបណ្ដាលគុណខ្មែរដែលរៀបចំដោយស្ថានីយទូរទស្សន៍ Town Full HD TV បាទនេះគឺផ្លូវវែងស្រេងបងប្អូនខាងមុខនេះបាទផ្លូវវែងស្រេងបាទឆាករបស់យើងគឺនៅខាងក្នុងនេះបាទចិត្តនៅផ្សារ K-Mall នេះគឺក្រុមការងាររៀបចំចិត្តរួចហើយបងប្អូនចិត្តរួចទេបាទមិនតិចទៀតទេគឺបើហើយហើយថ្ងៃស្អែកថ្ងៃថ្លឹងគីឡូបាទគូបើកទំព័រនៃកម្មវិធីរបស់យើងដំបូងគឺគោរមច័ន្ទរាជគឺប៉ះជាមួយនឹងបាកីឡាករអូរ៉ូស៊ីរីឯមាសប៊ុនថេនមកជំនួសបឺតសង្ឃឹមបាទប៉ះជាមួយនឹងកីឡាករមកពីរុស្ស៊ីដែររីឯមើលមេឃាវិញគឺការប្រកួតនៅក្នុងថ្ងៃស្អែកគឺថ្ងៃអាទិត្យបាទថ្ងៃស្អែកថ្ងៃថ្លឹងគីឡូថ្ងៃអាទិត្យនោះគឺប្រភេទទម្ងន់64គីឡូក្រាមពេជ្រសម្បត្តិក្រងគូជើងរងឯកទម្ងន់60គីឡូក្រាមមើលមេឃា64បាទពេជ្រសម្បត្តិ60រីឯធឿនធីរ៉ា74គីឡូក្រាមដៃជាគូឯកយ៉ាងណាមិញពីកម្មវិធី Golden Boy គឺមានពានរហូតដល់6ជាមហាព្រឹត្តិការណ៍មួយប្រចាំឆ្នាំរបស់ស្ថានីយទូរទស្សន៍ Town ដែលនាំមកជូនដោយ Gainsbourg គឺកម្មវិធី Gainsbourg Golden Boy បាទពានរង្វាន់ទាំង6នេះជាពានកិត្តិយសបង្ហាញអំពីអត្តសញ្ញាណបាទជាតិខ្មែររបស់យើងជាពានរង្វាន់មួយដែលរំលេចអំពីក្បាច់គុណបុរាណខ្មែររបស់យើងរូបចម្លាក់នៅកន្លែងនោះដោយផ្ទាល់បាទរីឯខាងលើបាទពានរង្វាន់របស់យើងនោះមានរូបព្រំមុខ4បាទដែលនៅប្រាសាទបាយ័នដោយផ្ទាល់បាទអញ្ចឹងទាំងអស់នេះហើយយើងផ្សារភ្ជាប់មិនថាតែសិល្បៈមិនថាតែគេហៅថាបាទយកនៅរបាំបាទខ្មែររបស់យើងមួយចំនួនមកបង្ហាញប្រាំងប្រាសាទរបស់យើងបង្ហាញពីតំបន់ទេសចរបាទរបស់យើងបង្ហាញជូនទៅដល់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិកាន់តែពិសេសកម្មវិធីរបស់យើងនេះផ្សាយទៅខាងក្រៅប្រទេសទៀតបងប្អូនបាទផ្សាយទៅខាងក្រៅប្រទេសទៀតចូលរួមឲ្យបានច្រើនកកនៅទឹកដីបាទនៃផ្លូវវែងស្រេងបាទហ្មងវិញទៅកបូលទៀតហើយបាទផ្លូវវែងស្រេងរាជធានីភ្នំពេញគឺនៅជិតផ្សារ K-Mall បងប្អូនអត់គិតថ្លៃទេ